តែរឿងរបស់យើងបានចាប់ផ្ដើមឡើងពីលោកគ្រូរបស់គ្រីស្ទបានកក់កន្លែងស្នាក់នៅនឹងកំងម្ហូបនៅទីនោះហើយពេលនោះក៏មានទាហានកំពុងតែស្រវឹងស្រាម្នាក់ដែលមានបំណងបំពានលើអេលីដែលត្រូវជាកូនស្រីរបស់លោកគ្រូតួឯកប្រុសរបស់យើងហើយនៅពេលដែលអេលីបដិសេធគេក៏ចាប់បង្ខំអេលីយកតែម្ដងហើយឃើញហេតុការណ៍ដូច្នេះហើយគ្រីបំរុងតែងើបទៅជួយហើយស្រាប់តែពេលនោះលោកគ្រូរបស់គ្រីបានដើរមកពីក្រោយបរិសដែលស្រវឹងស្រានោះហើយក៏បានចាក់ក្បាលរបស់គេបោកទៅនឹងដីតែម្ដងហើយក៏បានស្រែកថាអាចចង្រៃអញចង់មកហើយមែនហើយពេលនោះគ្នារបស់គេបំរុងងើបមកជួយហើយពេលនោះគ្រីក៏បានបញ្ជាឲ្យឌូគីមកឃាត់ពួកគេទាំងពីរហើយពីអ្នកនឹងនៅពេលដែលឃើញឌូគីគឺពួកវាមិនហ៊ានទេគឺដោយសារតែឌូគីមាននឹងប៉ុណ្ណានៃចំណែកពួកគេទូចញាប់ហើយនៅពេលដែលដឹងថាគ្រីមានតំណែងជាអ្នកប្រយុទ្ធទៀតគឺធ្វើឲ្យពួកគេកាន់តែបាក់ស្បាតថែមទៀតហើយចំណែកឯលោកគ្រូរបស់គ្រីនៅពេលដែលឃើញថាគ្រីបានដោះស្រាយរឿងរួចរាល់ហើយគាត់ក៏ព្រមដើរចេញទៅហើយបន្ទាប់ពីរឿងចាប់សັບត្រូពេលនោះស្រាប់តែមានកូនស្រីអភិជនកម្រិតទាបម្នាក់បានមកញ៉ែគ្រីប៉ុន្តែសំណាងល្អអីស្រាប់តែឌូគូផឹកស្រាស្រវឹងបានបន្លាចនាងឲ្យរត់ចេញទៅហើយស្អែកឡើងលោកគ្រូរបស់គ្រីក៏បានមកហូបអាហារនៅកន្លែងកូនស្រីរបស់គាត់ធ្វើការជាធម្មតាហើយដោយសារតែការតឹងទ្រង់តាំងពីគឺដោយសារតែលោកគ្រូតួឯកប្រុសរបស់យើងគឺមិនហ៊ានប្រាប់កូនស្រីរបស់ខ្លួនថាខ្លួនគឺជាឪពុកទេហើយគ្រីក៏បានជួយរៀបស្ថានភាពឲ្យប៉ាកូនគេស្គាល់គ្នាហើយបន្ទាប់មកគ្រីក៏បានមកជួបជាមួយនឹងលោកគ្រូរបស់គេដើម្បីសុំលោកគ្រូរបស់គេបង្ហាត់វិជ្ជាគុណដល់គេគ្រូក៏មិនបដិសេធដែរប៉ុន្តែក៏សុំធ្វើតេស្តគ្រីជាមុនសិនហើយបន្ទាប់មកពួកគេក៏បានចេញមកដើម្បីសាកល្បងគ្នាហើយនៅពេលដែលលោកគ្រូសម្រុកចូលធ្វើការវាយប្រហារទៅកាន់គ្រីល្បឿនរបស់គាត់ពិតជាលឿនខ្លាំងណាស់នៅពេលនោះគ្រីមិនអាចធ្វើអ្វីបានទេក្រៅពីប្រវីដំបងដើម្បីការពារខ្លួនស្រាប់តែពេលនោះលោកគ្រូបានមកក្រោយគ្រីភ្លាមហើយក៏បានវាយគ្រីមួយដំបងធ្វើឲ្យគ្រីទៀតទៅយ៉ាងឆ្ងាយហើយនៅពេលដែលគ្រីងើបមកវិញលោកគ្រូក៏បានថាអោឯងមានតែប៉ុណ្្នឹងទេអីហើយក៏បានចូលទៅវាយប្រហារគ្រីម្ដងទៀតប៉ុន្តែលើកនេះគាត់បានប្រើក្បាច់ពិសេសតែក្បាច់នោះគ្រាន់តែមើលការវាយប្រហាររបស់គាត់អាចវាយសត្រូវចំ3ដងដំណើរគ្នាហើយគ្រីក៏បានត្រូវឡើងដំណាំបន្ទាប់ពីគ្រីដកឃ្លាបានមួយសន្ទុះគ្រីក៏បានចូលទៅវាយប្រហារជាមួយលោកគ្រូគេវិញហើយគេក៏បានប្រើក្បាច់ដែលលោកគ្រូគេទៅតែប្រើដែលធ្វើឲ្យលោកគ្រូមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏សួរថាទេឯងចេះប្រើក្បាច់នេះហើយគ្រាន់តែឃើញយើងធ្វើតែម្ដងសោះហើយពេលនោះគ្រីក៏ឆ្លើយបែបលក្ខណៈឌឺថាលោកគ្រូមិនមែនឃើញខ្ញុំទៅប្រើក្បាច់នឹងឯងហើយលោកគ្រូគ្រាន់តែឮសិស្សឆ្លើយលក្ខណៈឌឺចឹងភ្លាមក៏បានឆ្លើយថាហើយដំបងរបស់គាត់ក៏បានមកដល់មុខព្រិះតែម្ដងប៉ុន្តែក៏ជាការប្រសើរដែរគ្រីក៏បានធ្វើជាកូនសើផ្លូវការរបស់គាត់បានសម្រេចហើយកាត់មកបន្ទាយវិញអ្នកគ្រប់គ្រងក៏បាននិយាយទៅកាន់គ្រីថាណែយ៉ាងណាក៏ដោយឯងក៏ជាអ្នកប្រយុទ្ធរបស់អ្នកអង្គការដែរឯងមិនគួរណាឲ្យគេវាយឯងដល់ថ្នាក់នឹងទេហើយនៅពេលនោះគ្រីក៏បានបែរមកនិយាយជាមួយអ្នកគ្រប់គ្រងបន្ទាយថាអ្នកណាថាគេវាយខ្ញុំតាមកពិតទៅខ្ញុំជាអ្នកវាយគេទេហើយបើមានអីទៀតទេខ្ញុំសុំទៅសម្រាប់សិនណាខ្ញុំអស់កម្លាំងហើយអ្នកគ្រប់គ្រងក៏បានគិតថាប៉ុណ្ណឹងហើយនៅថាទៅវាយគេបានទៀតទាំងតែមុខខ្លួនឯងហ្នឹងប៉លដូចជាហឺហើយកាត់មកអេលីនិងឪពុករបស់នាងកំពុងតែនិយាយគ្នាអំពីរឿងដែលគាត់បានចាក់ចែងចោលនាងនិងម្ដាយរបស់នាងហើយគាត់ក៏បានសុំតអេលីដែលគាត់បានចាក់ចែងហើយក៏មិនបានមើលថែនាងតាំងពីនាងនៅក្មេងហើយអេលីក៏ព្រមទទួលយកការសុំតរបស់ឪពុកនាងហើយក៏បានសួរពីគ្រីស្ទថាតើគាត់នឹងធ្វើអ្វីចំពោះគ្រីស្ទនៅពេលឥឡូវនេះហើយនៅពេលដែលដឹងថាឪពុករបស់នាងបានបង្ហាត់ក្បាច់គុណដល់គ្រីស្ទនាងក៏បានសូមឪពុករបស់នាងឲ្យបង្រៀនក្បាច់គុណដល់នាងដែរព្រោះនាងចង់ធ្វើជាអ្នកប្រយុទ្ធតាំងពីក្មេងមកម្ល៉េះហើយឪពុករបស់នាងក៏មិនដឹងធ្វើយ៉ាងណាក៏បានយល់ព្រមជាមួយនឹងនាងទៅហើយកាត់មកកន្លែងវឹកហាត់គ្រីស្ទក៏បានពាក់កងដៃដែរចំណែកឯអេលីមិនបានពាក់អ្វីទេគឺពាក់ខោអាវធម្មតាដល់គ្រីស្ទក៏បានសួរថាលោកគ្រូហេតុអ្វីក៏នាងបានពាក់ខោអាវធម្មតាអញ្ចឹងហើយពេលនោះអេលីក៏បានឆ្លើយថាណែយ៉ាងហោចណាស់ក៏ខ្ញុំជាកូនស្រីរបស់គាត់ដែរណាដល់ឃើញបែបនេះហើយលោកគ្រូក៏បាននិយាយថាណែបានហើយឆាប់នាំគ្នាទៅវឹកហាត់ទៅហើយចំណែកការវឹកហាត់នឹងវិញពិតជាលំបាកដល់គ្រីខ្លាំងណាស់ព្រោះគ្រីគាត់មិនដែលវឹកហាត់លក្ខណៈជាបែបនឹងទេដោយសារតែគាត់ត្រូវប្រើកម្លាំងសាច់ដុំជាខ្លាំងហើយដល់ឃើញគ្រីបែបនេះលោកគ្រូក៏បានប្រាប់គ្រីឲ្យទៅវិញសម្រាកហើយកុំភ្លេចឲ្យគ្រីញ៉ាំឲ្យបានល្អនិងសម្រាកឲ្យបានល្អផងព្រោះវាជាផ្នែកមួយនៃការវឹកហាត់ដែរហើយនៅពេលមកចរំវិញគ្រីគឺគាត់បានចូលទៅត្រាំក្នុងអាងថ្នាំតែម្ដងហើយនៅពេលថ្ងៃស្អែកនៅពេលដែលគាត់ទៅវឹកហាត់ក៏បានធ្វើឲ្យលោកគ្រូភ្ញាក់ផ្អើលជាខ្លាំងព្រោះគ្រីមិនបានឈឺសាច់ដុំសាច់អីទេហើយចំណែកអេលីក៏បានសួរទៅប៉ាគេថាប៉ាខ្ញុំមិនមែនអន់ដល់ថ្នាក់នឹងពេកទេដឹងប៉ុន្តែលោកគ្រូក៏បានឆ្លើយទៅវិញថាទេកូនមិនបានអន់ទេប៉ុន្តែមួយនោះវាគឺជាសត្វចម្លែកហើយចំណែកគ្រីវិញនៅពេលដែលគាត់វឹកហាត់ពេលនោះ system ក៏បានលោតមកថាអ្នកបានទទួលពិន្ទុបទពិសោធន៍ធ្វើឲ្យគ្រីពិតជាសប្បាយចិត្តយ៉ាងខ្លាំងហើយកាត់មកគ្រីកំពុងតែជួបជាមួយនឹងអ្នកគ្រប់គ្រងបន្ទាយគឺគាត់បានប្រាប់គ្រីថាឲ្យគ្រីសម្រាប់ប្រើថ្នាំបន្តិចទៅដោយសារតែថ្នាំភាគច្រើនគឺ
គឺគាត់យកលុយគាត់ទៅទិញទេដូច្នេះហើយនៅពេលដែលប្រពន្ធគាត់ដឹងថាគាត់បានខ្ជះខ្ជាយលុយដូច្នេះគាត់ក៏ត្រូវថ្មោងរបស់ប្រពន្ធគាត់ទៅហើយដល់ឃើញបែបនេះហើយគ្រីក៏សង្ហាក់ចិត្តបន្តិចដែរពេលនោះគាត់ក៏បានគិតឃើញថានេះក៏ជាឱកាសមួយដែរដែលអាចនាំគ្នាគាត់ចេញពីជំរំបានហើយគ្រីក៏បានប្រាប់អ្នកគ្រប់គ្រងថាគាត់អាចដោះស្រាយរឿងថ្នាំនឹងបានប៉ុន្តែគាត់ត្រូវការមនុស្សចំនួន3នាក់ហើយបន្ទាប់មកយើងក៏បានឃើញគ្រីនាំគ្នាគេទាំង3នាក់មកវឹកហាត់ជាមួយនឹងលោកគ្រូរបស់គេដែរបន្ទាប់មកគ្រីក៏បានដើរទៅក្នុងទីក្រុងហើយគាត់បានកាត់ទៀតថាគាត់មិនអាចដោះស្រាយរឿងថ្នាំដោយគ្នាគាត់ទាំង3នាក់នោះទេគាត់ត្រូវការមនុស្សបន្ថែមហើយគាត់ក៏បានដើរទៅរកមេបងធំនៅទីក្រុងហ្នឹងទៅហើយនៅពេលដែលទៅដល់គ្រីក៏បានសួរថាណែអាណាមេពួកឯងយើងចង់មានការងារនិយាយជាមួយពួកគេបន្តិចហើយពេលនោះកូនចៅរបស់គេក៏បានថាចុំអាចឆ្លើយឲ្យចង់ជួបមេយើងឲ្យស៊ីមកកំណត់ឲ្យយើងទៅហើយមិនទាន់នឹងបានវាយគ្រីផងគ្រីក៏បានវាយមកកំដាប់ដៃធម្មតាប៉ុន្តែក៏បានធ្វើឲ្យគេបាក់ថ្មិញបាត់ទៅហើយគ្រីក៏បានគិតថាចុំមិនហ្នឹងគ្រាន់តែវាយធម្មតាសោះក៏ធ្វើឲ្យនេះដែរមើលទៅហាត់ជាមួយលោកគ្រូពិតជាមិនអន់ទេហើយកាត់មកកន្លែងមេបងធំនោះវិញដោយសារតែខាងក្រៅឮសំឡេងខ្លាំងពេកក៏បានបញ្ជាឲ្យកូនចៅទៅមើលហើយមិនទាន់នឹងបើកទ្វារផងពេលនោះគ្រីក៏បានទាត់ទ្វារហើយក៏បានដើរចូលមកហើយក៏បានសួរថាណាគេមេគេនៅក្នុងហ្នឹងហើយពេលនោះក្រុមបងធំនៅទីហ្នឹងក៏បាននាំគ្នាមកឡោមព័ទ្ធគ្រីហើយចំណែកឯគ្រីវិញក៏បាននិយាយថាចឹងក៏បានដែរមិនហត់និយាយច្រើនហើយបន្ទាប់មកពួកក្រុមបងធំក៏បានបាត់ការវេបហាទៅកាន់គ្រីហើយគឺគ្រាន់តែមនុស្សកំពេកកំពុកប៉ុណ្ណឹងគ្រីក៏បានដាក់តែម្នាក់ម្ដាយពួកគេក៏បានដួលរៀបអស់ទៅហើយបន្ទាប់មកក៏មានបរិមម្នាក់បានលួចបហាគ្រីពីក្រោយខ្នងប៉ុន្តែពេលនោះគ្រីក៏បានយកដៃគេទៅរងប៉ុន្តែកាប់ទៅនោះក៏មានដៃនៅក្នុងដៃគេដែលឡោមព័ទ្ធដៃគេហើយគេក៏បានប្រាប់ថាយើងក៏មានអាវុធដែរហើយបន្ទាប់មកក៏បានដាក់ពាក់នឹងមួយដៃឲ្យស្លាប់បាត់ទៅហើយពេលនោះនៅសល់តែមេគេម្នាក់ហើយក៏គេក៏ចង់បើកការវាយប្រហារទៅកាន់គ្រីផងដែរបន្ទាប់មកគេក៏បានសម្រុកចូលទៅវាយគ្រីប៉ុន្តែពេលនោះគ្រីក៏បានប្រើល្បឿនដ៏លឿនក៏បានលោតជាន់មកមេបងធំនោះហើយក៏បានមកក្រោយគេនៅពេលដែលគេចង់បែរទៅក្រោយមើលស្រាប់តែពេលនោះជើងរបស់គ្រីក៏បានមកដល់មុខគេបាត់ទៅហើយបន្ទាប់មកគ្រីក៏បានទាត់គេមួយជើងយ៉ាងខ្លាំងធ្វើឲ្យគេមិនអាចទប់ទល់បានរួចក៏បានសន្លប់បាត់ទៅបន្ទាប់ពីវាយមេបងធំឲ្យសន្លប់ហើយគ្រីក៏បានដាស់មេបងធំនោះឲ្យភ្ញាក់ឡើងហើយក៏បាននិយាយថាឯងធ្វើមេបងធំគេហើយនៅតែក្រោមមិនតាន់កូនចៅឯងទៀតហើយក៏បានបន្ថែមទៀតថាបើឯងធ្វើតាមយើងតាំងពីដំបូងឯងមិនឈឺខ្លួនដល់ថ្នាក់នោះទេហើយឥឡូវនេះឯងគ្រាន់ធ្វើការយើងនឹងផ្ដល់ប្រាក់កម្រៃឲ្យឯងខ្លះទៀតឯងឃើញទេវាល្អទាំងសងខាងហើយកាត់មកជំរុំវិញពេលនេះគ្រីក៏បានដូរសម្លៀកបំពាក់ទៅជាទាហានហើយបន្ទាប់មកគាត់ក៏បានដើរទៅមើលពួកម៉ាក់គាត់ដែលប្រាំងវឹកហាត់ជាមួយនឹងលោកគ្រូរបស់គាត់គឺថាពេលនេះពួកគេម្នាក់គ្មានអ្នកណាអាចងើបរួចបានទេហើយចំណែកឯឡានវិញក៏បាននិយាយទៅកាន់គ្រីថាណាចង្រៃឯងចោលយើងស្លាប់ហើយមែនបានយូរយើងមកវឹកហាត់នៅកន្លែងនេះហើយគ្រីក៏មិនគិតអីច្រើនក៏បានតបទៅវិញថាអ្នកទាំងអស់គ្នាវឹកហាត់អស់ហើយមើលទៅយើងក៏ត្រូវទៅវិញដែរហើយបន្ទាប់មកគាត់ក៏បាននាំគ្នារបស់គាត់មកត្រាំទឹកថ្នាំនឹងទៅហើយបន្ទាប់មកគ្រីក៏បានមកសួរអ៊ីណាម៉ៃថាអ៊ីអ្នកសម្អាតប្រកាសជាហត់ណាស់ហើយមែនអត់ប៉ុន្តែអ៊ីក៏គាត់ប្រាប់ថានេះគឺជាទូនាទីរបស់គាត់ទេគឺមិនអីទេប៉ុន្តែពេលនោះគ្រីក៏បានដកទឹកថ្នាំមួយឲ្យគាត់ហើយគ្រីក៏បានប្រាប់គាត់ទៀតថាឲ្យគាត់ផឹកវានៅពេលមុនចូលគេងរាល់ថ្ងៃទៅនោះធ្វើឲ្យស្បែកគាត់រលោងនឹងមានពន្លឺជាមុនហើយថែមទាំងមានសំណើមទៀតផងហើយគាត់ក៏បាននិយាយទៀតថាបើអ្នកមីងស្គាល់អ្នកបម្រើរបស់អភិជនអ្នកមីងគ្រាន់តែប្រាប់ពួកគេទៅថានេះមានតម្លៃត្រឹមតែ20កាក់ប្រាក់ប៉ុណ្ណោះហើយបើអ្នកមីងធ្វើតាមខ្ញុំនឹងឲ្យវាមួយដបក្នុងរយៈពេល1ខែគឺមានន័យថាគាត់អាចទទួលវាបានមួយដបជារៀងរាល់ខែហើយកាត់មកគ្រីសវិញពេលនេះគាត់ក៏បានគិតថានៅពេលដែលគាត់បានថ្នាំមកផលិតទឹកថ្នាំហើយលក់វាបានលុយគាត់នឹងយកលុយនោះឲ្យទៅគេរកថ្នាំបន្តហើយក៏បានផលិតចុះឡើងដូច្នេះគាត់នឹងមិនបាច់វល់ខ្វាយពីរឿងលុយទៀតនោះទេគាត់ខំប្រឹងតែបើខាត់មួយយ៉ាងទៅបានហើយពេលនោះស្រាប់តែមានថ្នាំសំណោមបានចូលមកកន្លែងស្នាក់នៅរបស់គ្រីសហើយដោយសារតែគ្រីសក៏បានដឹងដែរថានេះគឺជាថ្នាំសំណោមគាត់ក៏បានប្រញាប់ទៅរកថ្នាំអន្សាមកលេបភ្លាមហើយក៏បានប្រាប់ឲ្យភុកគីចេញទៅក្រៅដើម្បីចាប់ឃាតករហើយនៅពេលដែលភុកគីចេញទៅក្រៅក៏បានឃើញឃាតករ2នាក់ប៉ិតជានៅទីនោះមែនហើយចំណែកឯឃាតករនៅពេលដែលដឹងថាគ្រីសដើរចេញមកគេក៏បានដកកូនកំបិតបានគប់សម្ដៅទៅរកគ្រីសភ្លាមប៉ុន្តែគ្រីសក៏បានគេចផុតហើយឃាតករក៏បានហកទៅវាយប្រហារគ្រីសភ្លាមប៉ុន្តែពេលនោះគ្រីសក៏បានប្រើល្បឿនដ៏លឿនធ្វើឲ្យឃាតករភ្ញាក់ជាខ្លាំងហើយក៏បានដាល់គេមួយដៃឲ្យឃ្លាតទៅហើយក៏បានសួរថាតើអ្នកណាចាប់ឯងមកចំណែកឯឃាតករដែលឃើញថាมันអាចយកឈ្នះគ្រីសបានពួកគេក៏បានរត់ទៅដោយមិនអាចឆ្លើយសំណួរគ្រីសបានទេហើយពេលនោះគ្រីសក៏បានឲ្យពួកគេតាមស្រង់ក្លិនរបស់ពួកគេហើយក៏បានដើរទៅតាមពួកគេទៅចប់